ដែលខ្ញុំអត់បានបកស្រាយចាញ់មកដល់ពេលដែលមានរឿងខ្ញុំក៏អត់ចង់ឲ្យវាមានរឿងគឹងកាត់ឡើងដែរហើយក្បត់អញហ្នឹងអញប្រកាសមកដងហ្នឹងក្បត់ឥឡូវអញធំវាស្រួលតើឥឡូវអញនិយាយជាមួយអញហើយនិយាយច្បាស់ហើយគិតមិនឥឡូវជាមួយប្តីអញហើយគិតមិននិយាយមកត្រឹមតែរយៈពេល3ថ្ងៃសោះករណីប្រពន្ធផិតក្បត់ប្តីផិតក្បត់ប្រពន្ធមានស្រីបែកធ្លាយវីដេអូនៅក្នុងបណ្ដាញសង្គមចំនួន3គ្រួសារធ្វើឲ្យរឿងផិតក្បត់នេះក្លាយជាប្រធានបទយ៉ាងក្តៅគគុកនិងក៏ក្រើកអស់មហាជននៅក្នុងបណ្ដាញសង្គមឥឡូវនេះមកដឹងសាច់រឿងដោយសង្ខេបជាមួយនឹង admin Cam New 23ទាំងអស់គ្នាករណីទី1ស្ត្រីរស់ស្រស់សាយសខ្ចីដែលមានឈ្មោះថានូសុកនីតាដែលរស់នៅរាជធានីភ្នំពេញដែលយោងតាមសម្លេងប្តីរបស់នាងមានឈ្មោះថាអូនដែលជាមន្ត្រីយោធាបានទម្លាយសម្ដីថាប្រពន្ធរបស់គាត់មានប្រុសថ្មីជាមួយនឹងបរិសុទ្ធជាជនជាតិចិនម្នាក់ដែលបរិសុទ្ធជាប្តីបានអះអាងថាខ្លួនទុកឱកាសឲ្យជាច្រើនដងហើយតែប្រពន្ធមិនព្រមកែខ្លួនសោះនេះបើយោងតាមសម្លេងរបស់បរិសុទ្ធជាប្តីនៅក្នុងវីដេអូនោះផ្ទាល់ទើបបរិសុទ្ធជាប្តីកាន់តែឆាបឆួលភ្លើងប្រច័ណ្ឌបានឆាបឆេះរហូតធ្វើអត្តឃាតប្រពន្ធរបស់ខ្លួនដោយប្រើកាំភ្លើងបណ្ដាលឲ្យប្រពន្ធស្លាប់ភ្លាមនៅនឹងកន្លែងកាត់ហេតុនោះនៅថ្ងៃទី10ខែមិថុនាឆ្នាំ2022ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញបើយោងទៅតាមសេចក្តីរាយការណ៍បន្ទាប់ពីបាញ់ប្រពន្ធរួចហើយបរិសុទ្ធជាប្តីបានធ្វើអត្តឃាតខ្លួនឯងដែរតែចៃដន្យគ្រាប់កាំភ្លើងវាមិនព្រមផ្ទុះទីបំផុតខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមយកទៅប៉ុស្តិ៍នគរបាលដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ហើយក្បត់អញហ្នឹងអញប្រកាសមកដងហ្នឹងក្បត់ចិនហ្នឹងចិននឹងវាស្រួលណាបានលុយវាផ្ទះឥឡូវបានអត់ថ្ងៃបានលុយម្ដងអត់ហើយក្បត់អញហើយទូអញក្រមអត់ថ្ងៃធ្វើចឹងអត់តូនធំឡើងគុំឥឡូវមករៀនរលុយនេះក៏ខែល្អតាងារល្អតាមយកប្រពន្ធមកគេមើលងាយមកគេដាក់ក្បត់យើងណាកូនណាប៉ាសុំទោសប៉ាមិនចង់ធ្វើចឹងប៉ាអត់ចង់ទេប៉ាចិត្តមួយខែទៅតែមាននិស័យថោកទៀតនេះវាបត់ប៉ាថ្ងៃខែ2ខែ3វាបត់ប៉ាវាធ្វើជួទៅព្រៀងដើម្បីបាច់ពីប៉ាអញអត់ដឹងរឿងមែនអញប៉ាអញដឹងថ្ងៃបានអត់ថ្ងៃបានអត់មានឡានអត់មានផ្ទះអត់មានលុយអត់ណាបំផ្លាញអនាគតណាបំផ្លាញអនាគតកូនមិនមែនបំផ្លាញថ្ងៃទេអញទេគូជេរចឹងហ្នឹងអាភ័ព្វនេះអាផងថ្ងៃទេផងកូនស្កែថ្ងៃស្កែសុខថ្ងៃនេះករណីទី2រឿងនេះកើតឡើងបន្ទាប់អំពីករណីទី1មិនទាន់បានចប់ផងវាជារឿងរ៉ាវរបស់តារាស្រីម្នាក់ដែលជាបេក្ខភាពរបស់កម្មវិធីកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ2022គឺកញ្ញាសុគន្ធចរិយាដោយបុរសម្នាក់បានទម្លាយថានាងមានប្រុសថ្មីចុះចោលលោកជាប្តីនឹងកូនថែមទៀតផងដោយអះអាងថែមទៀតថាខ្លួនគឺជាប្តីហើយបានមករករឿងនារីម្នាក់នេះជាបេក្ខភាពកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ2022ពាក់ស្លាកលេខ7នៅខាងមុខឆាកប្រកួតពីពេលកន្លងទៅសូមទៅទស្សនាវីដេអូដែលបុរសម្នាក់នេះបានចោទប្រកាន់រូបនាងរួចទស្សនាវីដេអូបកស្រាយរបស់កញ្ញាសុគន្ធចរិយាដែលជាអ្នកដែលត្រូវបានគេចោទប្រកាន់បកស្រាយវិញម្ដងថាដោយដែលបរិសុទ្ធរូបនេះបានចោទមែនដែរឬទេណែបើរត់គេទៀតទេផ្លូវច្បាប់ក៏មានឯកសារនៅនេះទាំងអស់ណែបើរត់គេទេណែទៅហៅប្រុសណែឯងមកដែលចង់ធ្វើស៊ីខ្ញុំអាមួយបលីនោះមានប្រពន្ធហើយទៀតតែមកខ្ញុំក៏ចង់ជួបដែរថ្ងៃហ្នឹង
sao cầm riếm anh em đây áo côn mà giúp á nãy cái ấy miên mà nương ra nè anh mới ná xí ấy nãy mang giấy cái này xuống ạ nhưng bắt chạy lỡ mang giấy cái này xuống ạ tại hai bọn nhung cả trong form mốc đây phút hát lấy nó phăng chơi ai ai nó chết nắng này chim điệu xua này thằng ở khné nhưng khi nhóm chung sự quân trả giá ông chủ si cầm ký chia vào bộ nhà chặt vào bị bọn phải pì ngày nay nhưng trong mau lai bỏ xẻ bị phản há ở xa qua miền trong bị nhóm hay mẹ nói ha cái đó có đôi không chặt là mình tèn mua là hai để nhau mau bà lộn Miss Universe Cambodia 2022 ដោយសារតាវាជាក្តីសម័យរបស់ខ្ញុំដែលស្រឡាញ់ចូលចិត្តខាងនឹងតាំងពីតូចហើយក៏គិតថាពេលដែលខ្លួនឯងធំគឺនឹងអាចចូលខាងវិស័យរបបបញ្ញាបានហើយដូចថ្ងៃនេះចឹងខ្ញុំបានឈានជើងចូលប្រឡង Miss Universe បានដូចបំណងបានដូចអ្វីដែលខ្ញុំតែងតែប្រាថ្នាទុកហើយខ្ញុំក៏អត់ដែរដឹងថាពេលដែលខ្ញុំដាក់ពាក្យប្រឡងហើយវាមានរឿងបែបហ្នឹងខ្ញុំអត់ដាក់ស្មានទេពេលចូលរួមប្រកួតហើយខ្ញុំក៏មានបញ្ហាមួយសង្សារចាស់របស់ខ្ញុំយើងបានបែកគ្នាយូរហើយតាំងពីតាំងពីខែ12ចុងឆ្នាំ2021មកដល់ឥឡូវគឺវាច្រើនខែមែនតើ6 7ខែហើយវាមិនមែនទើបតែបែកគ្នាថ្មីទេដូចអ្វីដែលគាត់គួរតែចាប់ប្រកាន់ខ្ញុំនៅក្នុង social media នៅក្នុងការផុសនៅក្នុង TikTok ថាខ្ញុំបែកពីគាត់បានទៅត្រឹម3ខែអញ្ចឹងវាគាត់បានចាប់ប្រកាន់ខ្ញុំតាមពិតទៅខ្ញុំបានបែកគ្នាតាំងពីខែ11ចុងឆ្នាំ2021ម៉េចហើយគាត់បានចាប់ប្រកាន់ថាគាត់ជាស្វាមីរបស់ខ្ញុំទាំងអស់ហ្នឹងវាមិនមែនជាការពិតទេខ្ញុំអត់បានការខ្ញុំបានហេតុការទី1ទី2គឺខ្ញុំអត់មានអត្តាស៊ីវិលទី3ខ្ញុំអត់មានសែនព្រេនអីទាំងអស់គាត់ត្រឹមតែជាសង្សារហើយឥឡូវគឺគាត់គ្រាន់តែជាអតីតសង្សារចាស់របស់ខ្ញុំទេប៉ុន្តែគាត់ធ្វើទាំងមួយទាំងអស់ហ្នឹងមកគឺគាត់ចង់ប្របាក់ខ្ញុំគាត់គ្រាន់តែជាសង្សារចាស់ឯងអ្វីដែលគាត់ចាប់ប្រកាន់មកខ្ញុំគឺថាខ្ញុំមានកូនមួយគាត់ខ្ញុំអត់មានកូនមួយគាត់ទេហើយការរៀបការគឺអត់មានអ៊ីតាស៊ីវិលក៏អត់មានគាត់បានមកស្រែកកោកនៅក្នុងស្ថានីយ៍បោះបាយ័នថាគាត់ជាស្វាមីខ្ញុំក៏ដូចជាថ្ងៃបើកបង្ហាញបបរកញ្ញាថ្ងៃទី20ត្រូវជាថ្ងៃសុក្រគាត់បានមកស្រែកថាគាត់ជាស្វាមីខ្ញុំវាអត់ពិតទេព្រោះខ្ញុំនិងគាត់គ្រាន់តែជាសង្សារនឹងគ្នាហើយមកដល់ឥឡូវគឺខ្ញុំបានបែកគ្នាយូរហើយឥឡូវគាត់គ្រាន់តែជាអតីតសង្សារចាស់របស់ខ្ញុំទុកទឹកភ្នែកខ្ញុំអត់ចង់យំទេព្រោះដោយសារតែរឿងទាំងអស់ហ្នឹងវាជារឿងនៅក្នុងចិត្តខ្ញុំយូរហើយដែលខ្ញុំអត់បានបកស្រាយចេញមកđếnពេលដែលមានរឿងខ្ញុំក៏អត់ចង់ឲ្យវាមានរឿងគឹងកាត់ឡើងដែរប៉ុន្តែគេបានបង្ហោះខ្ញុំនៅក្នុងបណ្ដាញសង្គម Facebook ក៏ដូចជាសង្គម TikTok ហ្នឹងគឺវាបង្ហាញខ្ញុំខ្លាំងមែនទែន
គ្នាមួយគាត់គឺ2ឆ្នាំប៉ុន្តែខ្ញុំអាចតទៅមុខបានទេដោយសារតែគាត់បានប្រើប្រាស់អំពើហិង្សាលើខ្ញុំបានជេរប្រមាថខ្ញុំបានមើលងាយគ្រួសារខ្ញុំនៅក្នុងcomment ក្នុង TikTok ខ្ញុំស្លុតចិត្តខ្លាំងមែនទែនដោយសារតែ comment ខ្លះអត់ដឹងរឿងអីទាំងអស់វាបង្ហាញលើខ្ញុំមានផុសតាមបង្ហាញឲ្យអ្នកទាំងអស់គ្នាមើលទៀតថាខ្ញុំមានរឿងអីខ្លះមកដល់ចំណុចនេះខ្ញុំមានបញ្ហាអីខ្លះពីនាងបានបកស្រាយរួចមកកននាងក៏បានបង្ហោះនៅសារខ្លះៗទាក់ទងទៅនឹងបរិះរូបនោះបានឆាតមកជាប្រមាថទៅលើរូបនាងផងដែរដែលពាក្យមិនគប្បីជាច្រើននោះតែទោះបីជាយ៉ាងណាក្តីពុំទាន់ឃើញកញ្ញាសុគន្ធចរិយាដាក់ពាក្យប្តឹងផ្តល់អីនោះទេករណីទី3ករណីនេះកើតឡើងនៅថ្ងៃជាប់គ្នាជាមួយនឹងករណីទី1ទី2និងទី3នេះតែម្ដងគឺករណីនេះកើតឡើងបន្តគ្នាបុរសម្នាក់ដែលមានប្រពន្ធកូន2ទៅហើយតែបែរជាលួចតាក់ទងជាមួយនឹងស្រីក្មេងប្រពន្ធតាមតាន់បង្កបានជាចំនួនថតបង្ហោះផ្អើលពេញបណ្ដាញសង្គមចុងក្រោយប្រពន្ធសួរថាយកប្រពន្ធឬយកស្រីប្តីឆ្លើយថាយកស្រីដើម្បីឆាប់ចាប់រឿងព្រោះប្រពន្ធចាស់ចំណែកឯស្រីក្មេងល្អក់សូមទៅទស្សនាវីដេអូទាំងអស់នេះពេលខ្លះហើយអូនឯងនៅក្មេងណាស់អូនឯងរើសប្តីបានអូនប្តីល្អជាងនឹងទៀតប្តីអូនឯងរើសបានល្អជាងនឹងទៀតអូនឯងមិនបាច់ទេអូនឯងគោតាកាត់ហើយកាត់មើលកូន2វាហ៊ានលះបង់តើវាហ៊ានតស៊ូយកជាមួយឯងដល់ពេលណាហើយចំណាយជាមួយវាប្រមាណខ្លះរាល់ថ្ងៃហើយចំណាយទៅអូនចំណាយទៀតចាស់មិនតថាចំណាយទៀតចាស់អេធំវាស្រួលដែរឥឡូវឯងនិយាយជាមួយអញហើយនិយាយច្បាស់ហើយគិតមិនកន្លែងជាមួយប្តីអញហើយគិតមិននិយាយមកហើយគិតមិនហើយឆ្លាញ់ប្តីអញហើយឯងព្រមទទួលយកអត់មានខុសទេហើយព្រមទទួលយកប្តីអញឬក៏មិនឥឡូវហើយនិយាយជាមួយអញថាម៉េចហ៎អត់មានប៉ះពាល់យកប្តីគេអត់មានប៉ះពាល់ទេប្រស្រីយកប្តីគេណាត់ប្តីគេរហូតតែជាមួយប្តីគេព្រឹកល្ងាចយកអត្រាស្លាណាក៏ទេក៏ហ៊ានធ្វើគ្រប់យ៉ាងទាំងអស់តែឯងបាននិយាយជាមួយបងក៏តើហើយនិយាយជាមួយបងថាបងឯងចាំមើលបងឯងចាំមើលគឺខ្ញុំចាប់ជាមួយប្តីបងឯងហើយប៉ុន្តែគឺអូនឯងអត់ចាប់សោះណាគឺអូនឯងអត់ចាប់ទេអូនឯងហ៊ានណាស់អូនឯងនៅក្មេងរហូតតែអូនឯងហ៊ានណាស់និយាយច្រើនដែរហ៎យកកាន់ជើងស្រីកាន់ជើងពួនឥឡូវរើសយកស្រីក៏រើសយកពួនយកស្រីយកស្រីទៅសុំតើហ្នឹងឲ្យមកចុះចេញមកចុះចេញមកចុះចេញមកយកទៅយកចា